សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស្មីលីម៉ុនយើងក៏បានជួបជាមួយនឹងរឿងខ្ញុំគឺជាព្រះវិសាច Season 2តើកុំឲ្យខាតពេកចូលដល់វគ្គ3យើងដោយយើងក៏បានដឹងផងដែរថាអាក្បាលលឿនហ្នឹងវាគឺកំពុងតែសប្បាយចិត្តបន្ទាប់ពីស្រូបបានជាមួយនឹងអំណាចមួយនោះប៉ុន្តែវាក៏បានឃើញជាមួយនឹងពូសររបស់យើងដោយពូសរយើងក៏បានប្រាប់វាផងដែរអ្នកដូចជាសប្បាយចិត្តខ្លាំងពេកហើយមិនដឹងថាបន្តិចទៀតនេះអ្នកនឹងខ្លាចទៅជាអ្វីនោះទេប៉ុន្តែវានៅតែជឿជាក់ពីសមត្ថភាពរបស់វាហើយវាក៏ចង់ប្រើជាមួយនឹងពូសររបស់យើងសាកល្បងជាមួយនឹងអំណាចរបស់វាទើបតែទទួលបានផងដែរប៉ុន្តែវាវាយប្រហារនឹងបានត្រឹមតែចំស្រមោលតែប៉ុណ្ណោះយើងអាចឃើញវាត្រឹមតែទប់ជាមួយនឹងការវាយបកវិញរបស់ពូសររបស់យើងយ៉ាងណាក៏ដោយការវាយប្រហាររបស់វាទាំងប៉ុន្មានមិនអាចធ្វើអ្វីចំពោះពូសរយើងបានឡើយដោយពូសរបានបញ្ចេញជាមួយនឹងថាមពលខ្លាស្មាជាច្រើនគឺបានវាយប្រហារទៅកាន់ចំពោះវគ្គនំអីរឹងរបួសបាទទៅហើយវាក៏បានដឹងពីកម្លាំងថាមពលរបស់ពូសរគឺពិតជាខ្លាំងប៉ុន្តែអ្នកក៏មិនទាន់អាចកម្ចាត់ខ្ញុំបានផងដែរប៉ុន្តែក៏ស៊ីមួយដំបងពីក្រោយខ្នងអតិបាទទៅហើយការពិតទៅអ្នកដែលវាយគឺជាស៊ុននូខុងហើយរួមជាមួយនឹងកញ្ញាបាក់សីប៉ុន្តែវាក៏បានចាស់ចេញអំពីរូបរាងកាយនេះបាទទៅហើយពួកគេបានត្រឹមតែឈើមើលតែប៉ុណ្ណោះព្រោះថាខ្ជិលដេញតាមសម្រាមសាច់រឿងក៏បានបង្វែរនៅកន្លែងយ៉ាងស៊ីនិយាយជាមួយនឹងកញ្ញាបាក់សីតែនាងគឺបានរាយការណ៍អំពីមនុស្សជាច្រើនគឺបានចូលរួមជាមួយនឹងអង្គការវិនិច្ឆ័យប៉ុន្តែជាមួយនឹងការចូលគឺវាមានត្រឹមតែ56នាក់តែប៉ុណ្ណោះភាគច្រើនពួកគេក៏បានផ្ដោតអារម្មណ៍គឺចាប់ចូលជាមួយនឹងគ្រួសារឈានប៉ុន្តែក៏មានចរកម្មគឺបានចូលក្នុងគ្រួសារឈានផងដែរយ៉ាងស៊ីបានបាតកម្មចំពោះនាងគឺកុំឲ្យភ័យអីគ្រួសារឈានពិតជាអាចដោះស្រាយបានតែខ្លួនគូត្រូវតែទៅកាន់ទីក្រុងលូកាំងសិនបន្ទាប់ពីបានមកដល់គាត់ក៏បានដឹងថាអំណាចថាមពលរបស់គាត់នៅខ្សោយគាត់ត្រូវតែបង្កើនជាមួយកម្លាំងរបស់វាក៏បានអាប់ក្រេតជាមួយនឹងថាមពលលោហៈឈានទៅដល់កម្រិតអារ៉ាំងពីដើមតែឈ្មោះរបស់វាគឺព្រះបង្កើតលោហៈស្រាប់តែនៅពេលនោះក៏មានភាពចលាចលដែលបានលេចឡើងជាមួយនឹងសត្វចម្លែកដែលនោះគឺជាកញ្ជ្រោងរាត្រីកម្រិតអារ៉ាំងនោះគឺជាគ្រោះមហន្តរាយគឺបានកើតឡើងនៅក្នុងទីក្រុងលូកាំងយើងក៏បានឃើញអំពីថាមពលលោហៈបានជួយសង្គ្រោះមនុស្សជុំវិញនៅទីនោះហើយហេរ៉ូក៏ចាប់ផ្ដើមចេញមកជាមួយនឹងលាវយ័ន្តរបស់យើងផងដែរដែលចេញមកទៅប្រយុទ្ធប្រឆាំងជាមួយនឹងបិសាចចចរាត្រីមួយនោះអ្នកផ្សាយព័ត៌មានក៏ចេះតែនិយាយទៅប៉ុន្តែវាអត់សំខាន់ខ្ញុំជឿនិយាយច្រើនយើងមកមើលចំពោះការប្រយុទ្ធវិញប៉ុន្តែបិសាចចរហ្នឹងក៏ត្រូវបានគេបាញ់ងាប់បាត់ទៅហើយត្រឹមតែមួយគ្រាប់ព្រុញចំកណ្ដាលថ្មីអ្នកដែលបានបាញ់នោះគឺជាកញ្ញាលីស៊ីធានដោយកម្លាំងរបស់នាងមិនធម្មតានោះទេសូម្បីតែបរោះមន់ក៏បានសរសើរផងដែរមើលថាកម្រិតរបស់នាងគឺដល់កម្រិតអារ៉ាំងថាមពលរបស់នាងឈានទៅដល់កម្រិត2បើតាមការវិនិច្ឆ័យជាមួយថាមពលផ្លូវចិត្តរបស់ខ្ញុំនាងគឺបានកើនឡើងត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះគាត់ក៏មានការឆ្ងល់ពីនាងផងដែរចំណែកអ្នកផ្សាយព័ត៌មានក៏បានប្រាប់ថាមនុស្សគឺដូចជាគ្មានអាណារឹងរបួសឡើយដោយសារតែមានបណ្ណាគេម្នាក់បានសង្គ្រោះគេដោយជាមួយអំណាចនៃថាមពលលោហៈដោយពួកគេគឺបានដឹងហើយថាអ្នកដែលបានសង្គ្រោះគឺជាបរិះមន់របស់យើងប៉ុន្តែយើងបានឃើញជាមួយនឹងការលេចឡើងជាមួយនឹងបិសាចចចរាត្រីម្ដងទៀតហើយច្រឡំគឺជាបិសាចកញ្ជ្រោងហើយហៅខុសយើងមិនដឹងថាកញ្ញាលីធាននឹងអាចយាយឈ្នះជាមួយនឹងបិសាចកញ្ជ្រោងនេះអត់សូម្បីតែអ្នកផ្សាយព័ត៌មានក៏មានការព្រួយបារម្ភផងដែរខ្លាចថាកញ្ញាលីស៊ីធានគឺអាចយាយឈ្នះជាមួយនឹងបិសាចកញ្ជ្រោងព្រោះថាអំណាចរបស់វាគឺមិនធម្មតាឡើយយើងបានឃើញលាវយ័ន្តក៏បានចាប់ជាមួយនឹងជើងចចទុកឲ្យកញ្ញាលីស៊ីធានបាញ់ជាមួយនឹងក្របព្រុញចំថ្មីរបស់វាប៉ុន្តែគាត់ក៏ត្រូវបិសាចកញ្ជ្រោងនឹងជន់គាត់ផងដែរកំពុងតែមានការភ័យខ្លាចសឹកក៏បានឃើញជាមួយនឹងបរោះមន់គឺបានមកដល់ទីនេះលាវយ័ន្តគឺមានការសប្បាយចិត្តដោយសារតែបានឃើញឪពុកធម៌របស់គាត់បានត្រឡប់មកទីនេះវិញហើយបរោះមន់ក៏បានមកសរសើរទៅកាន់កញ្ញាលីស៊ីធានព្រោះថានាងគឺជាមនុស្សដែលមានទេពកោសល្យមើលទៅគឺពិតជាខ្លាំងមែនទែននិយាយតែប៉ុណ្ណឹងទេគាត់ក៏បានចាស់ចេញពីទីនេះការបង្ហាញចំពោះកញ្ញាស៊ូស៊ូដែលនាងគឺកំពុងតែនិយាយជាមួយនឹងមេធ្វើការជាមួយនាងហើយដឹងមិនបាក់ហើយចំយាប៉ុន្តែដឹងត្រឹមថាប៉ានឹងក៏មិនមានគំនិតល្អអ្វីជាមួយនឹងកញ្ញាស៊ូស៊ូផងដែរប៉ុន្តែជាសំណាងល្អហើយដែលយើងបានឃើញថាយ៉ាងស៊ីក៏បានមកជួយសង្គ្រោះនាងទាន់ពេលវេលាព្រោះថាតាកញ្ចាស់នឹងមិនមែនជាមនុស្សដែលល្អអីនោះទេគាត់ក៏បាននាំយ
ចំពោះស៊ូចាយចេញពីទីនេះតែម្ដងណាមួយគាត់នឹងនៅជាមួយនាងមួយរយៈបានធ្វើឲ្យនាងគឺមានការស្វែងចិត្តជាខ្លាំងយ៉ាងស៊ីដែលបានដើរជាមួយនឹងកញ្ញាស៊ូគ្រាន់តែជាក្លូនរបស់បរិមន់ដែលគាត់បានបញ្ចេញមកប៉ុន្តែកុំខ្វល់យើងបង្ហាញនៅពេលដែលបរិមន់មកនិយាយជាមួយនឹងលាវយ័ន្តទៅបានហើយព្រោះថាគាត់មានជាមួយនឹងកិច្ចការអ្វីមួយសម្រាប់លាវយ័ន្តរបស់យើងទៅបំពេញដើម្បីបំពេញជាមួយនឹងភារកិច្ចមួយនោះគាត់គឺចង់ឲ្យលាវយ័ន្តគឺដំឡើងជាមួយនឹងកម្រិតរបស់គាត់ឈានដល់កម្រិតអេរ៉េងអ្នកក៏អាចប្រើជាមួយនឹងការខ្ចីបន្ទូបានផងដែរដើម្បីដំឡើងជាមួយនឹងកម្រិតរបស់អ្នកបើតាមអ្វីដែលបរិមន់និយាយនឹងគឺចង់ឲ្យចំពោះលាវយ័ន្តរបស់យើងគឺទៅកាន់ចំពោះសមុទ្រសម្ព័ន្ធសេរីភាពខាងលិចព្រោះថាគេនឹងទៅទីនោះដើម្បីជួបជាមួយនឹងបរិសឯកហើយអ្នកគឺត្រូវតែបន្លំខ្លួនចូលទៅក្នុងសារខ្លាសដើម្បីជួយទៅកាន់ពួកគេទាំងអស់នោះដោយនេះគឺជាភារកិច្ចរបស់គាត់ឲ្យទៅកាន់ចំពោះលាវយ័ន្តរបស់យើងទៅទីនោះណាមួយក៏ចង់បណ្ដឹងជាមួយនឹងសមត្ថភាពរបស់លាវយ័ន្តយើងផងដែរដែលបានឲ្យលាវយ័ន្តរបស់យើងនឹងគឺទៅកាន់ចំពោះសមុទ្រសម្ព័ន្ធសេរីភាពលាវយ័ន្តរបស់យើងគាត់នឹងបញ្ញាតាំងចិត្តថាគាត់នឹងខិតខំធ្វើគ្រប់យ៉ាងដើម្បីបំពេញភារកិច្ចដែលពុកធររបស់គាត់គឺបានធ្វើស្រាប់តែរឿងបង្ហាញអំពីក្មេងប្រុសម្នាក់ដែលកំពុងតែបង្ហាត់មូលហេតុដែលបរិមន់មើលទៅនេះគឺគ្រាន់តែសួរគេអំពីការកោះហៅដោយសហគមន៍វីរៈបរិសអាហ្នឹងក៏បានប្រាប់ផងដែរគឺគេពិតជាត្រូវបានកោះហៅជាមួយនឹងកញ្ញាលីសេធាននិងអ្នកផ្សេងទៀតបរិមន់គឺមានការឆ្ងល់តែអ្នកគឺបានស្គាល់ជាមួយនឹងកញ្ញាលីសេធានមិនដែរឬទេតែអ្នកដឹងអំពីការបង្ហាត់របស់នាងឬអត់បើតាមអ្វីដែលគាត់ដឹងគឺមិនសូវដឹងច្បាស់ឡើយប្រហែលនាងគឺអាចបង្ហាត់ជាមួយនឹងការតាំងសមាធិបន្ទាប់ពីទទួលបានជាមួយតម្រុយមួយនេះហើយគាត់ក៏បានចាយចេញពីទីនេះគាត់បានប្រាប់ទៅកាន់អាប៉ែម្នាក់ហ្នឹងខិតខំបង្ហាត់ផងដែរវាគឺបានសន្យាថានឹងខិតខំបង្ហាត់ឲ្យកាន់តែខ្លាំងដើម្បីក្លាយទៅជាអ្នកបម្រើដ៏ស្មោះត្រង់របស់បរិមន់ការបង្ហាញចំពោះកញ្ញាលីសេធានរបស់យើងវិញដែលនាងគឺកំពុងតែបង្ហាត់ជាមួយនឹងវិធីតាំងសមាធិបរិមន់ក៏បានមើលពីនាងផងដែរប៉ុន្តែក៏ត្រូវនាងចាប់បានគាត់ក៏បានចេញមកនិយាយសម្រួលជាមួយនឹងនាងគាត់គឺគ្មានគំនិតក្រអ្វីឡើយនាងក៏មានការឆ្ងល់ផងដែរអញ្ចឹងហេតុអ្វីមើលទៅនេះគាត់មើលទៅនេះគ្រាន់តែចង់សួរអំពីវិធីបង្ហាត់របស់នាងអំពីការតាំងសមាធិតែប៉ុណ្ណោះព្រោះថាគាត់គឺចង់ស្វែងយល់ជាមួយនឹងវិធីមួយនេះនាងក៏មានការឆ្ងល់ផងដែរព្រោះថាអង្គការវិនិច្ឆ័យអាចបង្កើនជាមួយនឹងថ្នាំថាមពលដែលអាចបណ្ដឹងជាមួយនឹងសមត្ថភាពរបស់ពួកគេហើយអ្វីចាំបាច់ត្រូវការជាមួយនឹងវិធីមួយនេះគឺជាវិធីសាស្ត្រសមាធិមូលហេតុដែលបរិមន់គាត់ចង់បាននឹងគឺដោយសារតែមនុស្សធម្មតាគឺពិបាកជាមួយនឹងការវឹកហាត់ដូច្នោះហើយទើបជាគាត់ត្រូវការវាណាមួយគាត់យកវាគឺដើម្បីជួយចំពោះមនុស្សជាតិរបស់ពួកយើងផងដែរព្រោះថាថ្នាំបើកម្លាំងរបស់គាត់មិនអាចជួយបានទាំងអស់នោះទេនាងក៏ចាប់ផ្ដើមជឿអំពីការនិយាយរបស់នាងហើយនាងក៏ចាប់ផ្ដើមប្រាប់ជាមួយនៅវិធីសាស្ត្ររបស់នាងតែម្ដងដោយវិធីសាស្ត្ររបស់នាងវឹកហាត់គឺជាសមាធិគឺអ្នកប្រមាញ់បីសាច់ឬក៏អារក្សហើយវាគឺជាសមត្ថភាពផ្ទាល់ខ្លួនរបស់នាងតែម្ដងហើយនាងគឺអាចវឹកហាត់បានតែខ្លួនឯងតែប៉ុណ្ណោះជាមួយនឹងសមត្ថភាពមួយនេះប៉ុន្តែរឿងនេះទុកឲ្យចំពោះបរិមន់គឺពិតជាអ្នកដោះស្រាយបានដែលគាត់គឺចង់ឲ្យចំពោះកញ្ញាម្នាក់ហ្នឹងនៅទីនេះឲ្យស្ងៀមដែលគាត់គ្រាន់តែចង់បានជាមួយនឹងធម៌ពលកតារបស់អ្នកត្រឹមតែមួយចំនួនតែប៉ុណ្ណោះហើយខ្ញុំក៏អាចឲ្យអ្នកមានជាមួយជំរឿសផងដែរអ្នកអាចខ្លាចទៅជាអង្គការរបស់ពួកយើងឬក៏ជាសមាជិកហើយនឹងត្រូវបានការពារទៅដោយអង្គការរបស់ពួកយើងនាងក៏ចូលជាមួយនឹងអង្គការរបស់យ៉ាងស៊ីគឺដើម្បីទទួលបានជាមួយនឹងការការពារប៉ុន្តែនាងក៏មានការភ័យខ្លាចផងដែរអំពីការស្រូបយកជាមួយនឹងកតាធម៌ពលរបស់នាងប៉ុន្តែយ៉ាងស៊ីប្រាប់នាងគឺកុំឲ្យមានការបារម្ភបន្ទាប់មកយ៉ាងស៊ីក៏ចាប់ដើមស្រូបយកនាងក៏មានការឆ្ងល់ផងដែរចុះម្ដេចក៏លឿនយ៉ាងនេះហើយលឿនអីប៉ុណ្ណឹងខ្លួនស្រូបយូរໄວទេម្ដងគាត់ក៏ចាប់ដើមមើលជាមួយនឹងវិធីសាស្ត្រនៃសមាធិអ្នកប្រមាញ់សត្វចម្លែកឬក៏បិសាចបានឃើញហើយដូចជាមិនស្ទើរយល់ទេនេះគាត់គឺកំពុងតែស្វែងយល់ជាមួយនឹងវិធីសមាធិមួយនេះហើយគាត់ក៏អាចមើលឃើញជាមួយនឹងនរណាម្នាក់វឹកហាត់ជាមួយនឹងវិធីសាស្ត្រមួយនេះចាប់កាយទៅកាន់ចំពោះសត្វចម្លែកបានគាត់គឺបានដឹងថានោះគឺជាការវឹកហាត់ចាប់ពីធម៌ពលកម្រិត A រ៉េងតូចតាចអាអន់ឡើងរហូតដល់កម្រិត D រ៉េងហើយវាក៏អាចស្រូបយកជាមួយនឹងធម៌ពលងឹតបានប៉ុន្តែមើលទៅវាមិនអាចថាទាំងស្រុងនោះទេគេក៏បានប្រាប់ពីការបែងចែកវឹកហាត់ជាមួយនឹងធម៌ពលសមាធិអ្នកប្រមាញ់សត្វចម្លែកនេះផងដែរគេក៏បានបង្ហាញពីការវឹកហាត់នេះដូចជាមានតាំងពីរយៈថ្ងៃដំបូង10ថ្ងៃនិង30ថ្ងៃប៉ុន្តែវានៅតែពិបាកនឹងការស្វែងយល់ជាមួយនឹងវិធីសាស្ត្រមួយនេះសម្រាប់យ៉ាងស៊ីរបស់យើងមើលទៅវាដូចជាដុំថ្មជាច្រើនដែលសង្កត់លើគាត់អញ្ចឹង
ចឹងវាពិតជាពិបាកយល់ជាមួយនឹងវិធីសាស្ត្រមួយនេះគាត់បានត្រឹមតែគិតរកជាមួយវិធីសាស្ត្រដើម្បីដោះស្រាយជាមួយវាព្រោះថាការវឹកហាត់ហ្នឹងវាគឺអាចវឹកហាត់បានតាមតែស្របជាមួយនឹងគុណលក្ខណៈរបស់ពួកគេរៀងៗខ្លួនតែប៉ុណ្ណោះតាមដល់ចំពោះពេលវេលាបន្ទាប់ទៀតមកដោយបរិមាណគឺនាំជាមួយនឹងលើយន្តរបស់យើងគឺទៅកាន់ចំពោះសមុទ្រសម្ព័ន្ធសេរីភាពដោយចំពោះភារកិច្ចគេគឺទៅទីនេះជួបជាមួយនឹងបរិះក្អែកដែលគាត់គឺចង់ទុកឲ្យជាមួយនឹងលើយន្តរបស់យើងនៅទីនេះដើម្បីជួយពួកគេហើយក៏ចង់បណ្ដឹងជាមួយនឹងសមត្ថភាពរបស់លើយន្តចំណែកលើយន្តរបស់យើងគិតត្អែកបែកត្អែកដោយគិតថាវហ័យអបែកនឹងគឺជាកូនធម៌របស់ឪពុកធម៌គាត់មួយទៀតហើយហាក់បីជាមានការយល់ច្រឡំតែឯងតែប៉ុណ្ណោះបរិះមនក៏សង្ឃឹមផងដែរថាលើយន្តពិតជាអាចបំពេញជាមួយនឹងភារកិច្ចមួយនេះបានល្អបរិមាណក៏បានមិននិយាយតែពីរនាក់ជាមួយនឹងលោកឈៀនអំពីវិធីសាស្ត្រតាំងសមាធិលោកឈៀនក៏ស្លាប់ឮអំពីវិធីសាស្ត្រមួយនេះផងដែរប៉ុន្តែមើលទៅអង្គការរបស់អ្នកដូចជាគ្មានជាមួយនឹងវិធីសាស្ត្រមួយនេះនោះទេលោកឈៀនគាត់គឺបានដឹងដោយសារតែកូនប្រុសរបស់គាត់ក៏បានបង្ហាត់ជាមួយនឹងវិធីសាស្ត្រមួយនេះផងដែរបរិមាណប្រតិកម្មចំពោះលោកឈៀនគឺកុំឲ្យមានការបារម្ភព្រោះថាឥឡូវនេះគាត់ក៏មានជាមួយនឹងវិធីសាស្ត្រសម្ងាត់មួយផងដែរហើយវិធីសាស្ត្រមួយនេះក៏ជាវិធីសាស្ត្របុរាណនោះគឺជាវិធីសាស្ត្រអ្នកប្រមាញ់បិសាចដោយគាត់គឺចង់សាកល្បងជាមួយនឹងមនុស្សច្រើននាក់គាត់គឺចង់ឲ្យជាមួយនឹងលោកឈៀនគឺយកជាមួយនឹងក្មេងប្រុសក្មេងស្រីគឺចំនួន100នាក់ដែលពួកគេជាមនុស្សដែលសុភាពរាបសារសម្រាប់រឿងនេះលោកឈៀនរបស់យើងនឹងរៀបចំឲ្យទៅកាន់ចំពោះបរិមាណជាទីគាប់ចិត្តតែម្ដងដោយពួកគេនឹងរៀបចំនៅក្នុងកោះឆេងបន្ទាប់ពីពួកគេបាននិយាយរួចហើយគឺមានតែសម្រេចតាមនឹងរឿងក៏បង្ហាញនៅក្នុងកន្លែងអង្គការវិញដោយយ៉ាងស៊ីនិយាយជាមួយនឹងកញ្ញាបាក់សីព្រោះថាអំពីវិធីសាស្ត្រមួយនោះកញ្ញាបាក់សីរបស់យើងគឺអាចនិយាយបញ្យល់ត្រួសដោយពួកគេបន្ទាប់ពីបានបង្ហាត់ជាមួយនឹងសមាធិអ្នកប្រមាញ់បិសាចដោយពួកគេក៏អាចស្រូបយកជាមួយនឹងធម្មពលខ្មៅទាំងអស់នោះឬក៏ធម្មពលងឹតបំលែងទៅជាធម្មពលរបស់ពួកគេដែលអាចស្រូបទៅតាមរាងកាយរបស់ពួកគេនាងគឺនិយាយបញ្យល់ទៅកាន់ចំពោះយ៉ាងស៊ីជាច្រើនតែម្ដងយ៉ាងស៊ីក៏ដឹងអំពីមួយនេះផងដែរព្រោះថានាងនិយាយអីក៏ខ្លួនយល់ផងដែរព្រោះថានាងគឺជាមនសិការរបស់គាត់អញ្ចឹងហើយគាត់គឺអាចឆាប់យល់ងាយដឹងហើយគាត់ក៏បានឲ្យជាមួយនឹងមនុស្សដែលនៅក្នុងអង្គការរបស់គាត់ចាប់ដើមស្វែងយល់ជាមួយនឹងវិធីសាស្ត្រសមាធិអ្នកប្រមាញ់សត្វចម្លែកផងដែរឥឡូវនេះដល់ពេលគាត់ទៅប្រមូលជាមួយនឹងកតាធម្មពលអ្វីខ្លះនៅខាងនោះយើងគឺបានឃើញជាមួយនឹងអ្នកវេទមន្តគឺជាអ្នកបិសាចរបស់យើងគឺកំពុងតែនិយាយជាមួយមនុស្សជាច្រើនដែលនៅទីនេះនៅពេលដែលពួកគេកំពុងតែនិយាយអំពីការប្រមូលជាមួយធម្មពលកតាថាគឺជាអ្នកវេទមន្តគឺជាអ្នកមកប្រមូលស្រាប់តែយើងឃើញជាមួយនឹងបរិមាណក៏បានចេញមកផងដែរហើយបាននិយាយជាមួយនឹងអ្នកវេទមន្តដោយមិននឹកស្មានដល់ថាអ្នកក៏បានចូលរួមជាមួយនឹងអង្គការរបស់ខ្ញុំអ្នកវេទមន្តក៏មិនបានខ្លាចអ្វីផងដែរគាត់ក៏សង្ឃឹមផងដែរថាគាត់នឹងក្លាយជាអ្នកខ្លាំងនិងអាចយកឈ្នះជាមួយនឹងបរិមាណក៏បានទៅនិយាយលើកទឹកចិត្តវាផងដែរដោយមិនបានមើលងាយអ្វីឡើយប៉ុន្តែយើងគឺបានឃើញចំពោះអបៈនៃកដាគឺកំពុងតែមើលពីពួកគេប៉ុន្តែមិនដឹងថាវាគិតអ្វីឡើយប៉ុន្តែគឺកុំឲ្យសាំញ៉ាំត្រង់ហ្នឹងយើងនិយាយត្រឹមថាបរិមាណគឺស្រូបយកជាមួយនឹងកត្តាធម្មពលមួយចំនួនដែលគាត់ចង់បានដូច្នេះគាត់គឺត្រូវតែត្រឡប់ទៅវិញហើយក៏សង្ឃឹមផងដែរថាអ្នកវេទមន្តគឺកាន់តែខ្លាំងបរិមាណប្រឹងហោះចាចេញពីទីនេះប៉ុន្តែត្រូវបាពេះដែលមកពីគ្រួសារអូយូយ៉ាងក៏បានហាមឃាត់ព្រោះថាគេគឺចង់ស្គាល់ពីគ្រឿងផ្សំមួយចំនួនពីថ្នាំបង្កើនជាមួយនឹងធម្មពលមនុស្សប៉ុន្តែបរិមាណអាចប្រាប់ទៅដោយរបៀបណាយ៉ាងណាក៏ដោយគេក៏បានអះអាងជាមួយនឹងឈ្មោះរបស់ត្រកូលរបស់គេគឺមិនអាចឲ្យបែកធ្លាយជាមួយនឹងរូបមន្តមួយនេះនោះទេឬក៏គេអាចប្រាប់ជាមួយនឹងអាចកំបាំងជាមួយនឹងវិធីសាស្ត្រសមាធិទៅកាន់ចំពោះបរិមាណបានផងដែរវាគឺបាននិយាយទាក់ទងជាមួយនឹងសមាធិមួយនោះជាច្រើនតាមម្ដងប្រតិកម្មចំពោះបរិមាណដោយពួកគេគឺអាចស្រូបយកជាមួយនឹងធម្មពលបំលែងនៅក្នុងរូបរាងកាយរបស់គេវាក៏ដូចជាកត្តាធម្មពលនៅក្នុងរូបរាងកាយរបស់គេផងដែរការនិយាយរបស់អាប៉ែម្នាក់ហ្នឹងវាពិតជាសមហេតុផលបរិមាណក៏បានសរសើរទៅកាន់វាផងដែរគឺជាមនុស្សដែលអាចប្រាប់ជាមួយនឹងតម្រុយដែលគាត់ចង់បានពួកគេទាំងពីរនាក់ក៏បាននិយាយត្រូវដងត្រូវប្លែកគ្នាហើយក៏នាំគ្នាចាកចេញពីទីនេះទឹកឲ្យចំពោះអបិក្បាលរឿងពណ៌បៃតងគឺឈើមើលពួកគេទាំងពីរនាក់តែប៉ុណ្ណោះបង្ហាញចំពោះកន្លែងណាមួយទៀតយើងគឺបានឃើញជាមួយនឹងកញ្ញាម្នាក់គឺបានហៅចំពោះអបិហ្នឹងជាពិសេសពួកគេទាំងពីរនាក់ក៏បាននិយាយលេងសើចជាមួយគ្នាហើយនាងគឺឈ្មោះថាយ៉ាងជូយូហើយចំពោះអបិដែរគឺជា
គ្រួសារអូយូយ៉ាងក៏បាននិយាយលេងសើចអញ្ចឹងមានន័យថាអ្នកគឺជាបងប្អូនជាមួយនឹងបងប្រុសយ៉ាងស៊ីមែនដែរឬទេនាងក៏បាននិយាយលេងសើចទៅវិញផងដែរទាំងដែលមិនបានឃើញជាមួយនឹងបរិះមន់របស់យើងគឺកំពុងតែសម្លឹងមកកាន់ពួកគេទាំងកំហឹងតែម្ដងយេអាពីរអ្នកនេះយើងជាមួយនឹងអញលេងសើចផងពួកគេក៏មានការឆ្ងល់ពីការសម្លឹងរបស់បរិះមន់ផងដែរប៉ុន្តែចាំមើលទៅបន្តិចទៀតអញនឹងចាប់ការពីរអ្នកនេះតែម្ដងហើយក្រោយចាំពេលវេលាមកដល់ទៅឯងសម្រាប់យ៉ាងស៊ីយើងហៅពួកគេមើលទៅនេះក៏ដើម្បីឲ្យពួកគេបង្ហាញជាមួយនឹងការសមាធិផងដែរដូច្នោះពួកគេត្រូវតែទ្រាំទ្រឲ្យបានបញ្ចេញជាមួយនឹងរលកនៃធម៌ពលផ្លូវចិត្តដាក់ទៅកាន់ពួកគេមើលទៅពួកគេទាំងអស់នោះគឺពិតជាពិបាកទ្រាំទ្រជាមួយនឹងអំណាចនៃរលកធម៌ពលផ្លូវចិត្តប៉ុន្តែមនុស្សដែលមកពីគ្រួសារអូយូយ៉ាងក៏ខំណាស់ដែរប៉ុន្តែចុងក្រោយគេនៅតែដួលដោយសារតែរលកជាមួយនឹងធម៌ពលផ្លូវចិត្តឥឡូវនេះវាដល់ការបង្ហាត់ជាមួយនឹងវគ្គបន្តទៀតប៉ុន្តែមុននឹងដល់ពេលវឹកហាត់ជាមួយនឹងវិធីសាស្ត្រសមាធិអ្នកប្រមាញ់ជាមួយនឹងសត្វចម្លែកអ្នកគ្នាគឺត្រូវតែផឹកជាមួយនឹងទឹកថាមពលបង្កើនជាមួយកម្លាំងព្រោះថាវាក៏ជាជំនួយដល់អ្នកទាំងអស់គ្នាបង្កើនជាមួយនឹងកម្រិតវាក៏សម្រាប់អ្នកគ្នាគឺវឹកហាត់ចាប់ពីកម្រិតរ៉េង S គឺជាកម្រិតទាបឈានដល់កម្រិតខ្ពស់ម្ដងបន្តិចដែលនេះក៏ជាវិធីសាស្ត្រជាមួយនឹងអ្នកប្រមាញ់សត្វចម្លែកហើយខ្ញុំនឹងបង្ហាញអំពីវិធីសាស្ត្ររៀងៗខ្លួនគឺទៅតាមជាមួយនឹងលក្ខណៈរបស់ពួកគេនីមួយៗពួកគេក៏ចាប់ផ្ដើមមានការដឹងពីវិធីសាស្ត្រមួយនេះហើយព្រោះថាមនុស្សធម្មតាក៏អាចខ្លាចទៅជាអ្នកប្រមាញ់បានផងដែរយ៉ាងស៊ីក៏បានប្រើជាមួយសមត្ថភាពឲ្យយើងគ្រប់គ្រងទៅកាន់ចំពោះមនុស្សពីរនាក់នេះគឺដើម្បីឲ្យអ្នកដទៃផ្សេងទៀតគឺចាប់ផ្ដើមហ៊ានយើងគឺមើលឃើញជាមួយនឹងមនុស្សជាច្រើនចាប់ផ្ដើមសមាធិជាមួយនឹងវិធីសាស្ត្រមួយនេះយ៉ាងស៊ីរបស់យើងគឺមានសង្ឃឹមជាច្រើនថានឹងអាចទទួលបានជាមួយនឹងជោគជ័យ 100%យ៉ាងណាក៏ដោយគាត់ក៏ចង់ដឹងជាមួយនឹងវិធីសាស្ត្រនៅក្នុងពិភពផ្សេងមួយទៀតគឺជាពិភព ODC ស្រាប់តែគាត់គឺបានឃើញជាមួយនឹងការប្រយុទ្ធប្រឆាំងជាមួយនឹងសត្វចម្លែកនៅក្នុងភពផ្សេងទៀតយើងបានឃើញពីការយុទ្ធនេះរួមជាមួយនឹងលឿយន់របស់យើងក៏បានបញ្ចេញជាមួយនឹងសមត្ថភាពរបស់គាត់ចំណែកបរិះក្អែកក៏ត្រូវបានសត្វចម្លែកមួយគឺវាយគាត់ធ្លាក់ចូលក្នុងទឹកការពិតទៅនេះក៏ជាគម្រោងផែនការរបស់គាត់ផងដែរឃើញជាមួយនឹងសត្វចម្លែកមួយយើងដឹងត្រឹមថាគាត់គឺបានសម្លាប់ទៅការចំពោះសត្វចម្លែកនោះជាពិសេសយើងបានឃើញជាមួយនឹងកញ្ញាដែលមានស្លាប់នោះយើងជួបគ្នាម្ដងទៀតហើយប៉ុន្តែកញ្ញានោះមិនបានដឹងថាបិសាចដែលនាងកំពុងតែនិយាយជាមួយគឺជាយ៉ាងស៊ីបញ្ចេញជាមួយនឹងសមត្ថភាពគ្រប់គ្រងជាមួយនឹងអាយ៉ងឬក៏តុក្កតាដាក់ទៅកាន់ចំពោះកញ្ញាមានស្លាប់នឹងចាប់ផ្ដើមគ្រប់គ្រងទៅកាន់ជាមួយនឹងស្មារតីរបស់នាងយ៉ាងស៊ីក៏បានចូលមើលនៅក្នុងការចងចាំរបស់នាងគឺចង់ដឹងជាមួយនឹងវិធីសាស្ត្រសមាធិនៅក្នុងអ្នកវឹកហាត់ពិភពផ្សេងប៉ុន្តែក៏ត្រូវបានអ្វីមួយគឺកើតឡើងដែលគាត់គឺបានដឹងបាត់ទៅហើយនោះគឺជាការការពារអំពីឆន្ទៈដើមអំពីពិភពលោកមួយផ្សេងទៀតគឺមិនចង់ឲ្យមានអំពីការបែកធ្លាយពីវិធីសាស្ត្រសមាធិឡើយដោយសារតែយ៉ាងស៊ីរបស់យើងមិនអាចមើលជាមួយនឹងការចងចាំមនុស្សបានដូច្នេះគាត់នឹងប្រើប្រាស់ជាមួយនឹងរាងកាយរបស់ក្មេងស្រីម្នាក់នឹងបើតាខ្ញុំចាំឈ្មោះរបស់នាងដូចជាអាណាស្តាដែលនាងមកពីគ្រួសារស៊ីស្លេហើយគាត់គឺបានដើរមកដល់ទីកន្លែងមួយដែលកន្លែងនោះត្រូវបានគេហៅថាសហគមន៍ទាហានស៊ីឈ្នួលលេចឡើងជាមួយនឹងកញ្ញាម្នាក់គឺបានឲ្យជាមួយនឹងថ្មគ្រីស្តាលដែលចំពោះកញ្ញាម្នាក់ហ្នឹងគឺបើបំពេញភារកិច្ចវាគឺចំនួន10គ្រាប់យ៉ាងស៊ីដែលបំឡំខ្លួនទៅជាកញ្ញាអាណាស្តាក៏បានទទួលយកជាមួយនឹងគ្រីស្តាលទាំងអស់នោះហើយគាត់ក៏បានហោះទៅកន្លែងមួយទៀតជាពិសេសនោះឃើញថាសត្វចម្លែកនៅទីនោះគឺមានការស្ដាប់បង្គាប់អំពីការនិយាយរបស់កញ្ញាម្នាក់ហ្នឹងយ៉ាងស៊ីរបស់យើងគឺពិតជាមានការឆ្ងល់ជាខ្លាំងបើសិនជាខ្លួនអាចដឹងពីវិធីសាស្ត្រមួយនេះនោះវាពិតជាអាចជួយមនុស្សជាតិរបស់យើងគឺកាន់តែច្រើនបន្ទាប់ពីគាត់បានចូលទៅដល់ក្នុងបន្ទប់នោះបញ្ចេញជាមួយនឹងផ្ទាំងអ្វីមួយបើកទ្វារមួយទៀតឃើញជាមួយនឹងផ្អប់អ្វីមួយលេចឡើងជាមួយនឹងបលឹងបរោះចំណាម្នាក់គឺបានមកនិយាយព្រោះថាគាត់បានកត់សម្គាល់ជាមួយនឹងអំណាចអ្វីមួយនៅក្នុងរូបរាងកាយរបស់ក្មេងស្រីម្នាក់នឹងយ៉ាងស៊ីមិនចង់ឲ្យគាត់មានការយល់ច្រឡំក៏បានប្រែទៅជាទម្រង់ពិតរបស់គាត់តែម្ដងពួកគេក៏បានចាប់ផ្ដើមនិយាយគ្នាបន្តគាត់ក៏ចង់ស្គាល់ឈ្មោះរបស់យ៉ាងស៊ីយើងគាត់បានត្រឹមតែកុហកថាគាត់ឈ្មោះថាលាវយ័ន្តយ៉ាងស៊ីរបស់យើងមើលទីនេះគឺដោយសារតែគាត់ក៏ចង់ដឹងជាមួយនឹងថ្មទស្សនវិទូប៉ុន្តែមុនដែល
យ៉ាងស៊ីយើងចង់ដឹងរឿងនេះបរិសុទ្ធចំណាស់គឺចង់ឲ្យយ៉ាងស៊ីនិយាយអំពីពិភពលោកខាងក្រៅគាត់ស្ដាប់បន្ទាប់ពីបាននិយាយប្រាប់រួចអស់ហើយចង់ឲ្យចំពោះបរិសុទ្ធចំណាស់ម្នាក់ហ្នឹងបង្ហាញពីថ្មទស្សនវិទូឲ្យគាត់ម្ដងបរិសុទ្ធចំណាស់ហ្នឹងក៏ចាប់ផ្ដើមបង្ហាញឲ្យទៅកាន់យ៉ាងស៊ីរបស់យើងមើលនិងឲ្យមានការភ្ញាក់ផ្អើលបន្ទាប់ពីឃើញជាមួយនឹងថ្មទស្សនវិទូមួយនេះយ៉ាងស៊ីក៏បានយកដៃរបស់គាត់ប៉ះទៅកាន់ចំពោះថ្មហ្នឹងប៉ុន្តែមិនអាចប៉ះបានឡើយគាត់ក៏មានការឆ្ងល់ផងដែរហើយអ្វីបើជាមិនអាចប៉ះជាមួយនឹងថ្មមួយនេះបានស្រាប់តែគាត់គឺបានដឹងជាមួយនឹងវត្តមានមនុស្សម្នាក់ទៀតគឺបានមើលទីនេះក៏បានបិទជាមួយនឹងច្រកទ្វារឲ្យបរិសុទ្ធចំណាស់ម្នាក់ហ្នឹងគឺលាក់ខ្លួនសិនមនុស្សដែលបានដើរមើលទីនេះក៏មិនជាមនុស្សធម្មតាដែលវាមានឈ្មោះថា Kate Durant ដល់ពេលម្នាក់ហ្នឹងហើយគឺបានលួចស្រឡាញ់ជាមួយនឹងកញ្ញា Anastasia របស់យើងហើយវាក៏ចង់មើលចាប់ជាមួយនឹងកញ្ញា Anastasia គឺទៅជាមួយផងដែរហើយជាមួយនឹងគ្នារបស់វាហើយក៏បានបញ្ចេញជាទម្រង់នេះចាប់ផ្ដើមប្រយុទ្ធជាមួយនឹងកញ្ញា Anastasia ជាពិសេសជាមួយនឹងថាមពលភ្លើងរបស់វាគឺកញ្ញា Anastasia មិនអាចធ្វើអ្វីបានឡើយសង្ឃឹមថាអ្នកនឹងយល់ស្របទៅជាមួយខ្ញុំយ៉ាងសម្រួលប៉ុន្តែ Anastasia ក៏បានចូលទៅកាន់ចំពោះថាមពលភ្លើងមួយនោះដោយសារតែវាមានការបារម្ភអំពីនាងខ្លាចថានឹងត្រូវបានដុតឆេះដោយសារតែថាមពលភ្លើងរបស់វាក៏បានលោតទៅជួយមួយសន្ទុះក្រោយមកចេញមកវិញប្រាប់ថា Anastasia ប្រហែលគឺងាប់បាត់ទៅហើយកូនចៅរបស់វាក៏បានមកលួមគឺកុំខ្វល់អំពីកញ្ញានឹងអីស្រីពេញទឹកប្រុសពេញនគរហើយយឺថាលេងប៉ុន្តែអាប៉ែនឹងគឺជាយ៉ាងស៊ីយើងនោះទេគឺជាអ្នកបំឡំខ្លួនដោយសារតែមិនចង់ឲ្យខាល់ពេបបួរកូនចៅវាទៅវិញប៉ុន្តែក៏បានលើសំឡេងគេពីណាម្នាក់បានថាឲ្យវាឲ្យអាសមាជិកនៅក្នុងគ្រួសារខេតហាក់មើលទៅសំបីតែស្រីស្នេហ៍របស់ហែងក៏អាចយកបានដែរសំខាន់ត្រូវងាប់ទៀតហើយចេះដឹងម៉េះរឿងអញតាអាចង្រៃអ្នកដែលនិយាយជាមួយនឹងអាប៉ែម្នាក់នោះគឺជាឃាតករនោះទេដោយវាមើលទៅនេះក៏ដើម្បីសម្លាប់ទៅកាន់ចំពោះអាប៉ែឌូរ៉ាន់នឹងផងដែរព្រោះថាអាប៉ែហ្នឹងក៏ធ្លាប់ដេញតាមវាប្រហារឪពុករបស់អាប៉ែឌូរ៉ាន់ដោយវាគឺជាឃាតករផងដែរវាដូចជាមកពីទីក្រុងគួនមីងសំបីតែអ្នកការពារអាប៉ែហ្នឹងក៏ឲ្យចំពោះលំចាស់គេមានការប្រុងប្រយ័ត្នយើងអាចឃើញជាមួយនឹងល្បឿនរបស់អាប៉ែហ្នឹងគឺបានវាប្រហារប៉ុន្តែត្រូវបានគាត់គឺគេចផុតបាត់ទៅហើយជាពិសេសយើងបានឃើញជាមួយនឹងព្រលឹងដែលចេញមកពីថ្មទស្សនវិទូក៏បានចេញមកនិយាយផងដែរអាប៉ែហ្នឹងបន្ទាប់ពីបានឃើញជាមួយនឹងថ្មទស្សនវិទូហើយវាកាន់តែចង់បានជាខ្លាំងតែម្ដងកូនចៅរបស់អាប៉ែហ្នឹងក៏ចង់ឲ្យចំពោះលំចាស់របស់វាគឺជាអាប៉ែឌូរ៉ាន់ហ្នឹងរត់ចាចេញពីទីនេះទៅដោយពួកគេសុខចិត្តលះបង់ជីវិតតែម្ដងឌូរ៉ាន់ដែលគឺជាយ៉ាងស៊ីបន្លំខ្លួនហ្នឹងក៏បានដឹងពីរឿងនេះផងដែរព្រោះថាមានតែខ្លាំងទេទើបអាចរស់រានមានជីវិតសម្រាប់បលឹងដែលចេញមកពីថ្មទស្សនវិទូហ្នឹងគឺចាប់ផ្ដើមថានឹងប្រើប្រាស់វិធីមួយនោះគឺជាការស្រូបយកជាមួយនឹងថាមពលប៉ុន្តែមិនដឹងថាគេនឹងធ្វើយ៉ាងម៉េចទេយើងគ្រាន់តែចាំមើលអាប៉ែដែលជាឃាតករហ្នឹងគឺចង់បានជាមួយនឹងថ្មនោះប៉ុន្តែគេមិនអាចចាប់បានឡើយឌូរ៉ានក៏បានប្រាប់ថាវាមិនបានទទួលស្គាល់អ្នកជាម្ចាស់ទេដូច្នោះគឺកុំគិតថាចង់បានឃើញដូច្នោះអាប៉ែហ្នឹងក៏ចាប់ផ្ដើមវាយប្រហារទៅកាន់ចំពោះកូនចៅរបស់អាប៉ែឌូរ៉ានបន្ទាប់មកគាត់ក៏បានបញ្ចេញជាមួយនឹងថាមពលភ្លឹងដុតទៅកាន់វាបរិសុទ្ធចំណាស់ដែលជាព្រលឹងហ្នឹងបានបញ្ចេញជាមួយនឹងថាមពលពណ៌ស្វាយយ៉ាងខ្លាំងក្លាតែម្ដងថាមពលនោះវាគឺបានតេទៀងជាមួយនឹងសត្វចម្លែកដែលនោះក៏ជាគម្រោងផែនការរបស់គាត់យើងគឺបានឃើញជាមួយនឹងសត្វចម្លែករន្ទះជាពិសេសមនុស្សជាច្រើនក៏បានឃើញហើយគេក៏មានការភ្ញាក់ផ្អើលអំពីថាមពលដែលទើបតែបញ្ចេញមួយនោះផងដែរបរិសុទ្ធចំណាស់ម្នាក់ហ្នឹងប្រតិការចំពោះយ៉ាងស៊ីគឺឲ្យសហការជាមួយនឹងគាត់បើមិនដូច្នោះទេខ្ញុំនឹងលាតត្រដាងការពិតដោយសារតែមិនអាចប្រកែកបានគាត់ក៏បានយកប្រសហការជាមួយវាព្រោះថាផែនការរបស់តាចំណាស់ហ្នឹងគឺចង់បើកការវាយប្រហារប្រយុទ្ធគ្នាឥតឈប់ឥតឈររហូតដល់ងាប់គឺដើម្បីស្រូបយកជាមួយអំណាចរបស់ពួកគេបង្កើនជាមួយនឹងកម្លាំងរបស់គាត់នេះក៏ជាស្របតាមផែនការរបស់យ៉ាងស៊ីយើងផងដែរវាគឺជាផលចំណេញរបស់គាត់អញ្ចឹងហើយវាគឺយល់ព្រមកូនចៅរបស់អាប៉ែឌូរ៉ានប្រតិកម្មចំពោះវាឲ្យរត់ចាចេញពីទីនេះទៅព្រោះថាបន្តិចទៀតនេះលោកម្ចាស់ដៅពោះសនឹងបើកទីនេះចាប់ការវាប៉ុន្តែមើលទៅអាឃាតករនឹងដូចជាមិនបានខ្លាចជាមួយនឹងអំណាចនោះទេមិនខ្លាចទេប៉ុន្តែរត់ចាចេញស្រាប់តែមានថាមពលវ័យមួយក៏បានវាយប្រហារទៅកាន់វាយ៉ាងស៊ីគឺកំពុងតែមើលយកចិត្តទុកដាក់ជាមួយនឹងថាមពលពណ៌ផ្កាឈូកមនុស្សដែលវាយប្រហារទៅដោយបល្ល័ង្កថាមពលរបស់តាចំណាយគេ
ស្រាប់តែវាក៏បានរស់ឡើងវិញថាមពលឬក៏របួសរបស់វាក៏បានស្ដារឡើងវិញផងដែរមិនដឹងថាផែនការតាចំណាស់ហ្នឹងចង់ធ្វើអ្វីឲ្យបកកនោះទេអាប៉ែហ្នឹងបន្ទាប់ពីការឡើងជាមួយកម្លាំងវាគឺលែងខ្លាចហើយនឹងសម្លាប់ទៅការចំពោះពួកគេនៅទីនេះតែម្ដងប៉ុន្តែយើងបានឃើញថាមានជាមួយនឹងអ្វីទេគឺបានវាប្រហែលវាគឺកាន់តែខ្លាំងតែម្ដងការពិតទៅនោះគឺជាថាមពលរន្ទះចេញពីបាក់សីអ្វីមួយដែលបានវាប្រហែលទៅកាន់វាយើងក៏បានឃើញចំពោះអ្នកប្រើប្រាស់ដាវពណ៌សដែលគឺជាពូរបស់អាប៉ែដូរ៉ាននឹងហើយដូរ៉ានដែលគឺជាយ៉ាងស៊ីខ្លាចបន្លំក៏បានសុំទៅកាន់ពូរបស់គាត់ជួយចំពោះក្មួយរបស់គាត់នឹងចាប់កាយទៅកាន់សម្រាមមួយនេះអាប៉ែឃាតករនឹងនៅតែជឿជាក់អំពីសមត្ថភាពរបស់វាបន្តិចទៀតដល់តែស្មើឲ្យអាប្អូនគាត់បានប្រតិកម្មចំពោះឃាតករនឹងថាបើដូច្នោះមែនបងនឹងឲ្យអូនស្គាល់អំពីដាវពណ៌សរបស់បងតែម្ដងថាវាឆ្ងាញ់ប៉ុណ្ណាបញ្ចេញជាមួយនឹងអំណាចនៃដាវពណ៌សលេចឡើងជាមួយនឹងពលធំវាប្រហែលទៅកាន់ចំពោះអាប៉ែម្នាក់នឹងសម្រាប់ប៉ែដែលជាឃាតករបានដឹងថាអំណាចនៃថាមពលពណ៌ផ្កាឈូកនៅលើរូបរាងកាយរបស់គេវាគឺពិតជាបានធ្វើគេមានចិត្តអំនួតឥឡូវនេះគេត្រូវបានពស់នោះគឺបានរំចិត្តខ្លួនគេបាទទៅហើយបរោះដែលប្រើដាវពស់សនោះក៏បាននិយាយជាមួយនឹងយ៉ាងស៊ីរបស់យើងទាំងដែលក៏មិនបានដឹងថានោះគឺជាយ៉ាងស៊ីឡើយសម្រាប់តាចណាដែលជាបលឹងនឹងគឺកំពុងតែរៀបចំជាមួយនឹងផែនការរបស់គាត់បន្តទៀតគាត់ក៏បានបញ្ជូនបន្ថែមកម្លាំងរបស់អបឃាតករនឹងគឺអាចបំផ្លាញជាមួយនឹងពស់មួយនោះបានប៉ុន្តែនេះក៏មិនទាន់អស់ក្បាច់ដាវរបស់គាត់ផងដែរគាត់ក៏បានបញ្ចេញជាមួយនឹងរចនាបថចុងក្រោយនៃដាវពស់សឃើញជាមួយនឹងពស់ជាច្រើនគឺចាប់ផ្ដើមចេញមកពីកន្លែងណាទេសិតតែពស់តែម្ដងហើយយើងក៏បានឃើញជាមួយនឹងថាមពលត្រេបឡែនអ្វីមួយយ៉ាងធំគឺបានបាញ់ការវាយប្រហារដល់ថ្នាក់បានធ្វើឲ្យរលាយចំពោះមនុស្សម្នាក់យើងបានដឹងថាហេតុអ្វីបើជាមេរឿងនោះកើតឡើងនោះទេប៉ុន្តែដឹងត្រឹមថាវាគឺពិតជាមានការគ្រោះថ្នាក់ជាខ្លាំងស្រាប់តែក៏លេចឡើងជាមួយនឹងរង្វង់អរ៉េអ្វីមួយហើយបីជាបានបង្កើនជាមួយនឹងកម្លាំងដែលអ្នកស្ថិតនៅក្នុងកម្រិតទី1ឲ្យឡើងដល់កម្រិតទី2ដើម្បីឲ្យស្មើជាមួយនឹងកម្រិតអ្នកខ្លាំងនៅទីនេះយ៉ាងស៊ីគឺបានដឹងបាត់ហើយអូនេះមែនទេគឺជាផែនការដែលគាត់បានរៀបចំបរោះកាន់ដាវពស់សប្រតិកម្មចំពោះក្មួយប្រុសរបស់គាត់គឺកុំឲ្យមានការភ័យខ្លាចឲ្យតែដើរតាមគាត់ទៅច្បាស់ថានឹងរស់មានជីវិតហើយគាត់ក៏បានប្រាប់ក្បួននេះទៅកាន់ចំពោះក្មួយប្រុសរបស់គាត់ផងដែរក្បួននេះវាបង្កើនជាមួយនឹងសមត្ថភាពអ្នកដែលកម្រិតទាបឲ្យស្មើជាមួយនឹងអ្នកកម្រិតខ្ពស់មើលទៅផែនការរបស់បលឹងថ្មទស្សនវិទូពិតជាមិនធម្មតាដោយពួកគេចង់បើកជាមួយនឹងការសម្លាប់គ្នាទៅវិញទៅមកសូម្បីតាបេក្ខឃាតករនឹងក៏បានដឹងផងដែរព្រោះថាកម្លាំងរបស់វាក៏បានកើនឡើងដូច្នោះវាត្រូវតែសម្លាប់ពណ៌ដែងដែលកម្រិតទាបគឺកុំឲ្យពួកវាឈានដល់កម្រិតស្មើខ្លួនរួមជាមួយនឹងអ្នកផ្សេងទៀតក៏ចាប់ផ្ដើមចេញមកផងដែរកម្រិតរបស់ពណ៌ដែងនឹងវាមិនសូវខ្លាំងទេប៉ុន្តែបន្ទាប់ពីទទួលបានអំពីធម្មពលជំនួយឡើងកម្រិតទី2ចាប់ផ្ដើមបើកការវាយប្រហារតែម្ដងប៉ុន្តែពួកគេទាំងអស់នោះដូចជាមើលស្រាមពីសមត្ថភាពបរិសុទ្ធដែលប្រើដាវពស់សនោះពេកហើយគាត់ក៏បានបន្ទុះនៅទីនោះតែម្ដងជាមួយនឹងធម្មពលដ៏ខ្លាំងក្លារបស់គាត់ជាពិសេសនឹងអបេក្ខឃាតករក៏បានមកវាយប្រហារទៅកាន់ដាវពស់សប៉ុន្តែក៏ត្រូវបានគាត់ចាក់ទៅវិញដែលអបេក្ខនោះវាបានគិតថាវាមានជាមួយអំណាចធម្មពលព្យាបាលដូច្នេះមិនអីនោះទេប៉ុន្តែវាគិតខុសបាត់ទៅហើយអំណាចធម្មពលព្យាបាលនោះគឺបានមកជ្រើសរើសចំពោះបរិសុទ្ធកាន់ដាវពស់សអញ្ចឹងមានន័យថាខ្ញុំងាប់អីមែនតែអញ្ចឹងសម្រាប់មនុស្សនៅទីនោះវិញពួកគេចាប់ផ្ដើមបដូរគោលដៅតែម្ដងគេចង់ចាប់ការទៅកាន់យ៉ាងស៊ីរបស់យើងគឺជាដូរ៉ែនដែលពួកគេគិតថាប្រហែលអបេហ្នឹងគឺជាមនុស្សដែលអន់ប៉ុន្តែនេះមិនមែនជាដូរ៉ែននោះទេប៉ុន្តែអញគឺជាយ៉ាងស៊ីគាត់ក៏បានបញ្ចេញជាមួយនឹងទម្រង់នារបស់គាត់ព្រោះថាក៏បានឈានទៅដល់កម្រិតទី3ផងដែរពួកគេនៅទីនោះក៏មានការភ្ញាក់ផ្អើលត្រូវបានសម្លាប់ទៅដោយចំពោះនាគដ៏ធំមួយនោះគឺជាយ៉ាងស៊ីរបស់យើងហើយខ្ញុំសូមឲ្យយ៉ាងស៊ីទៅខ្ញុំអត់ចង់ឲ្យឈ្មោះញ៉ៃច្រើនវាពិតជាបគាត់ក៏បានបវល់ទៅកាន់បរិសុទ្ធកាន់ដាវពស់សគឺចាប់ការជាមួយនឹងគ្នាអាប៉ែហ្នឹងក៏មិនបានគិតអ្វីវែងឆ្ងាយក៏បានយល់ព្រមជាមួយនឹងក្មួយរបស់វាតាមរងទៅដើម្បីចាប់ការទៅកាន់ពួកគេទាំងអស់នោះសម្រាប់អត្តាចំណាស់នេះបានត្រឹមតែមើលអំពីពួកគេតែប៉ុណ្ណោះព្រោះថានេះក៏ជាផែនការរបស់គាត់យើងបានឃើញថាអាប៉ែស៊ីគេក៏បានវាយប្រហារទៅកាន់គ្នាឯងដោយវាគឺចង់បានជាមួយអំណាចរបស់កញ្ញាម្នាក់ហ្នឹងសូម្បីតែបរិសុទ្ធកាន់ដាវពស់សក៏មានការភ្ញាក់ផ្អើលផងដែរគាត់ក៏បានសួរទៅកាន់ចំពោះក្មួយរបស់គាត់តែគិតយ៉ាងណាដែរសម្រាប់រឿងនេះយ៉ាងស៊ីគឺ
បានដឹងថាវាពិតជាមានគ្រោះថ្នាក់ស្រាប់តែអាប៉ែនឹងក៏បាននិយាយជាមួយនឹងយ៉ាងស៊ីនិងបរិសកាន់ដាវពស់សឲ្យចូលរួមដៃគ្នាដើម្បីចាប់កាយទៅកាន់កន្ទើបសម្រាមទាំងអស់នោះប៉ុន្តែបរិសកាន់ដាវពស់សដូចជាមិនយល់ព្រមឡើយយើងឃើញថាអាប៉ែក្បាលទាំងអស់នឹងចង់វាយប្រហារជាមួយនឹងត្រីបាឡែនស្រាប់តែពួកគេទទួលដឹងជាមួយនឹងអធិពលដែលអ្នកខ្លាំងកម្រិតទី4បរិសម្នាក់នេះគឺជាអ្នកដែលមកពីពួកបរិសុទ្ធគាត់គឺបានមកពីគ្រួសារអាហ្វុងសូពួកគេបានដឹងថាបរិសម្នាក់នេះពិតជាខ្លាំងមូលហេតុដែលបរិសម្នាក់នឹងមើលទៅនេះគឺដោយសារតែគាត់ចង់បានជាមួយនឹងថ្មទស្សនវិទូគឺដើម្បីទៅជួយចំពោះកូនស្រីរបស់គាត់ឲ្យរស់ឡើងមកវិញគាត់ពិតជាមានការរំភើបជាខ្លាំងមើលទៅបរិសដាមុននោះគឺមិនបានកុហកខ្ញុំឡើយគាត់គឺអាចប្រើជាមួយនឹងកម្លាំងរបស់គាត់អាចញែកជាមួយរបាំងនោះយ៉ាងងាយស្រួលតែម្ដងតែចំណាស់ដែលជាអ្នកបង្កើតជាមួយក្បួននេះគឺបានដឹងថាបរិសម្នាក់នឹងគឺបានយល់ច្បាស់ពីអាចកំបាំងនៃច្បាប់ត្រាទើបពិតជាអាចញែកជាមួយនឹងធម៌ពលរបស់ខ្លួនបានតែអាចទេថាវាតែតឹងជាមួយនឹងដាមុនយើងមិនដឹងថាដាមុននឹងគឺជាពីណានោះទេយ៉ាងស៊ីយើងវិញកំពុងតែមានការភ្ញាក់ផ្អើលអំពីបរិសម្នាក់នឹងអាចចូលមកក្នុងរបាំងនេះគឺយ៉ាងងាយស្រួលតែម្ដងនេះមែនទេគឺជាអំណាចដែលអ្នកស្ថិតនៅក្នុងកម្រិតទី4គាត់ក៏ប្រាប់ឲ្យពួកគេចាស់ចេញពីទីនោះប៉ុន្តែបរិសកាន់ដាវពស់សគឺមិនបានចោះចាញ់ឡើយបើសិនជាចង់បានជាមួយថ្មទស្សនវិទូត្រូវតែឆ្លងកាត់សក់សពខ្ញុំដោយសារតែនិយាយមិនត្រូវគ្នាដូច្នោះពួកគេនឹងប្រយុទ្ធជាមួយនឹងគ្នាតែម្ដងយ៉ាងស៊ីរបស់យើងក៏ប្រយុទ្ធជាមួយផងដែរជាមួយនឹងអ្នកដទៃទៀតដោយសារតែពួកគេចង់សាកល្បងជាមួយនឹងអ្នកដែលស្ថិតនៅក្នុងកម្រិតទី4ប៉ុន្តែវាបានបាតុកានចំពោះពួកគេនឹងថាហេតុអ្វីបើជាគេបែងចែកជាលេខទី3លេខទី4ព្រោះថាលេខទី4គឺវាខុសពីលេខទី3យើងគឺបានឃើញថាបរិសដាវពស់បញ្ចេញជាមួយអំណាចនៃពស់សរបស់គាត់យ៉ាងធំប៉ុន្តែត្រឹមតែធម៌ពលតូចកញិបញិបរបស់បរិសម្នាក់នឹងសោះក៏អាចបំផ្លាញជាមួយនឹងពស់សនោះបានបាត់ទៅហើយចំណែកអបិស្អីគេនេះក៏មិនរួចខ្លួនផងដែរក៏ត្រូវបានគាត់វិភាគគឺអលាំងខ្ទាតសម្រាប់យ៉ាងស៊ីគឺចង់ដកថយប៉ុន្តែមើលទៅធម៌ពលមួយនោះបានវិភាគគាត់រងរបួសចាំងកន្ទុយតែចំណាស់នឹងគឺបានដឹងអំពីហេតុការណ៍នេះហើយគាត់បានត្រឹមតែមើលពីពួកគេប្រយុទ្ធគ្នាតែប៉ុណ្ណោះយើងមើលពីខាងពួកគេប្រយុទ្ធគ្នាវិញបរិសដែលប្រើជាមួយនឹងដាវពស់សក៏ទប់ទល់ជាមួយនឹងអំណាចដែលពាក់ក្បាលទាំងអស់នឹងបានបញ្ចេញស្រាប់តែក៏បាននាំគាត់ទៅកន្លែងណាមួយមើលទៅនេះគឺពិតជាអាចធ្វើឲ្យគាត់ឆិតទម្លុះកម្រិតចូលទៅកាន់កម្រិតទី4បាទទៅហើយសូម្បីតែបរិសចំណាស់នឹងក៏មានការសរសើរផងដែរគេហៀបនឹងទម្លុះទៅកាន់កម្រិតទី4សម្រាប់យ៉ាងស៊ីរបស់យើងវិញបានត្រឹមតែមើលទៅកាន់ចំពោះពួកគេទាំងអស់គ្នានោះគាត់គឺពិតជាអាចទម្លុះទៅកាន់កម្រិតទី4មែនដែរឬទេអាប៉ែក្បាលទាំងអស់ក៏បានបញ្ចេញថាមពលវិភាគទៅកាន់បរិសនឹងបន្តទៀតគឺដើម្បីកុំឲ្យគាត់នឹងអាចទម្លុះទៅកាន់ចំពោះកម្រិតទី4បានបរិសចំណាម្នាក់នេះកំពុងតែជឿជាក់ថាថាមពលដែលគាត់បានជួយទៅកាន់អាប៉ែដែលប្រើដាវពស់សនឹងពិតជាអាចទប់ទល់ពីការវិភាគមួយនោះប៉ុន្តែក៏ត្រូវបានជាមួយនឹងដាវមួយនោះគឺអាចបំផ្លាញបានបាត់ទៅហើយជាពិសេសក៏បានទៅវិភាគចំជាមួយនឹងបរិសដែលប្រើដាវពស់សប៉ុន្តែគាត់គឺមិនទាន់បានស្លាប់នោះទេគាត់គឺពិតជាអាចទម្លុះចូលទៅកាន់ចំពោះកម្រិតទី4បានបាត់ទៅហើយមើលទៅខ្ញុំនៅតែយឺតមួយជំហាននៅតាមអាចសម្លាប់អ្នកបានដដែលបន្ទាប់ពីកម្លាំងពលគេស្មើគ្នាហើយខ្ញុំមើលទៅគួរតែសាកល្បងជាមួយនឹងអ្នកចង់តេស្តសមត្ថភាពខ្លួនឯងមុននឹងខ្ញុំប្រយុទ្ធជាមួយនឹងអ្នកខ្ញុំចាប់ការទៅកាន់អាប៉ែនោះសិនប្រើជាមួយនឹងពស់របស់គាត់លេបត្របាក់ទៅកាន់អាប៉ែម្នាក់នេះដែលធ្លាប់វិភាគមកកាន់គាត់ជាមួយក្មួយប្រុសរបស់គាត់សម្រាប់បរិសក្បាលទាំងអស់ហ្នឹងប្រតិកម្មចំពោះអាប៉ែនឹងថាកុំឆាប់អាត្រេអខ្លាំងពេកអ្នកគួរតែទទួលដឹងពីអរ៉ាដ៏ខ្លាំងយើងបានឃើញមនុស្សចេញមកចំនួន2នាក់ម្នាក់គឺជាមេបញ្ជាការព្រោះខៀវម្នាក់ទៀតគឺជាគ្រួសារអូយូយ៉ាងគួនហេអ្នកគ្នាប្រហែលស្គាល់ហើយមើលទៅពួកគេសិតតែជាអ្នកខ្លាំងបរិសក្បាលទាំងអស់ប្រាប់ថាអ្នកនរគ្នាគួរតែយកមុខដល់ខ្ញុំទុកថ្មទស្សនវិទូទូខ្ញុំនឹងប្រកល់ចំពោះទ្រព្យសម្បត្តិនៅពីក្រៅខ្នងរបស់ខ្ញុំបើអ្នកចង់បានតាមទីគាត់ចិត្តប៉ុន្តែពួកគេទាំងពីរអ្នកនោះគឺមិនបានយល់ស្របឡើយព្រោះថាបើគេអាចទទួលបានជាមួយនឹងថ្មទស្សនវិទូវាអាចជួយទៅកាន់ពួកគេគឺកាន់តែច្រើនជាពិសេសតាចំណាំម្នាក់នោះក៏បានមកនិយាយបញ្ចូលទៅកាន់អូយូយ៉ាងគួនហេគឺឲ្យឆាប់ទៅចាប់កាយទៅកាន់គេលឿនទៅដើម្បីទទួលបានជាមួយនឹងថ្មទស្សនវិទូនិយាយទៅតាចំណាំម្នាក់នេះពិតជាពួកគេបញ្ចូលមកពីអតាចំណាស់នឹងនិយាយត្រូវសមហេតុផលគាត់ក៏ចាប់ផ្ដើមវិភាគទៅកាន់ចំពោះបរិសដែលប្រើដាវពស់សប៉ុន្តែក៏ត្រូវបានអាប៉ែក្បាលរៀងទាំងអស់ក៏បានបញ្ចេញជាមួយនឹងធម៌ពលពន្លឺទៅសង្គ្រោះទាន់បើមិនដូច្នោះទេប្រហែលត្រូវ
ត្រូវបានងាប់តាំងពីយូរបាត់ទៅហើយគាត់ក៏បានមកអរគុណចំពោះប៉ែម្នាក់នឹងមិញនេះពួកយើងជាសត្រូវប៉ុន្តែបន្ទាប់ពីអ្នកបានជួយខ្ញុំពិតជាដឹងគុណអ្នកជាខ្លាំងស្រាប់តែត្រូវបានគេចាក់សម្លាប់បាត់ទៅហើយនោះគឺជាមេបញ្ជាការពណ៌ខៀវប៉ុន្តែមុននឹងគាត់ស្លាប់គាត់ក៏បានឲ្យចំពោះក្មួយប្រុសរបស់គាត់រត់ចាកចេញពីទីនេះយ៉ាងស៊ីរបស់យើងពិតជាដឹងពីភាពស្មោះត្រង់របស់គាត់ដូច្នោះគាត់នឹងសងសឹកឲ្យនៅថ្ងៃណាមួយនឹងសម្លាប់មេបញ្ជាការពណ៌ខៀវស្រាប់តែឮសំឡេងពីថ្មទស្សនវិទូបាននិយាយថាខ្លួនគឺទទួលបានជាមួយនឹងសេរីភាពមនុស្សគ្រប់គ្នាក៏ចាប់ផ្ដើមដេញតាមវាតែម្ដងស្រាប់តែពួកគេក៏បានឮសំឡេងអំពីនរណាគេម្នាក់ដោយនោះគឺជាអង្គការវិនិច្ឆ័យពួកគេមើលទៅនេះក៏ដើម្បីយកជាមួយនឹងសាលាចារឹកនិងថ្មវិទូផងដែរសង្ឃឹមថាអ្នកនរគ្នាពិតជាយកមុខទៅដល់អង្គការវិនិច្ឆ័យ